សំខាន់បំផុតយើងគិតពីសុខភាពការញ៉ាំអីចឹងណាបងបើនិយាយទៅមើលកូនង៉ែតគឺអត់ស្រួលទេពិបាកតែគ្រាន់ថាយើងតាំងចិត្តថាគេធ្វើបានយើងក៏ធ្វើបានសួស្តីជំរាបសួរចាបងជំរាបសួរបងសុខសប្បាយសេកាសុខសប្បាយបងនិយាយទៅថ្ងៃនេះគឺមកសប្បាយហ្មងណាចាអញ្ចឹងថ្ងៃនេះអរគុណច្រើនសម្រាប់ការចំណាយពេលវេលាចូលរួមនៅក្នុងកម្មវិធី Only Six Podcast Episode 2ហើយថ្ងៃនេះយើងនិយាយគ្នាតកតងទៅនឹងជំងឺបាក់ទឹកចិត្តក្រោយសម្រាលចាអូនតែងតែលឺត្រូវទេចាភាសាអង់គ្លេសគេហៅថា Baby Blue សម្រាប់បទពិសោធន៍អូនឯងផ្ទាល់នេះជាបទពិសោធន៍ដែលត្រូវចែករំលែកថ្ងៃនេះចាសូមចែករំលែកតិចបានអត់ចាបងការខ្ញុំទងន់កូនទី1ពេលដែលយើងចាប់ដើមទងន់ហ្នឹងគឺយើងចាញ់ទៅពេលអញ្ចឹងរៀងរបៀបថារៀងបាក់ទឹកចិត្តខ្លះដែរចាបន្ទាប់មកក្រោយសម្រាលចាបន្ទាប់មកក្រោយសម្រាលអត់អីទេធម្មតាពេលឃើញមុខកូនទៅយើងវាថាអារម្មណ៍ហ្នឹងអត់ដឹងអាបាត់ទៅណាហើយណាមួយយកចិត្តទុកដាក់ពីគ្រួសារយើងបានល្អអញ្ចឹងមានតែអរគុណដល់ស្វាមីមានពីអីនិយាយទៅកាន់គាត់បន្តិចមើលចឹងមានតែអរគុណគាត់អរគុណគាត់អរគុណដល់ក្រុមគ្រួសារលវធ្វើការមិនក៏គាត់របៀបថាគាត់ជួយយើងនេះចឹងហ៎បងបាទជួយការងារយើងមើលកូននេះចឹងរយៈពេលប្រហែលឆ្នាំដែលបានចាប់ដៃគូគ្នាជាស្វាមីភរិយាខ្ញុំដល់ពេលឥឡូវ5ឆ្នាំបង5ឆ្នាំបទទី2ចាអំឡុងពេលប្រហែលឆ្នាំដែរដែលអូនសម្រេចចិត្តថាយកបទទី2នេះបើនិយាយទៅ3ឆ្នាំ2ទេបងកូនnăm 2ឆ្នាំហាមកខួបជាងណាមកខួបជាងចឹងអូនទី1មកខួបជាងចាបទទី2នេះស្អីបងបានស្រីបងអាយ៉ាចូលរួមអសាទរចាបងអញ្ចឹងមកថាដូចបំណងឬក៏បាច់ណាចាដូចបំណងអូខេអញ្ចឹងបងចង់ឲ្យណៃចែករំលែកតិចទៀតតទៅទៅនឹងជំងឺបាក់ទឹកចិត្តហ្នឹងមូលហេតុអីបានជាណៃរឿងមាំខ្លាំងមុននេះអូនបាននិយាយហើយស្វាមីនិងក្រុមគ្រួសារបងចង់ឲ្យអូនជួយចែករំលែកពីតិចនិចពិសេសមួយដែលធ្វើម៉េចដើម្បីឲ្យយើងរឿងមាំបែបនេះហើយសម្រាប់ឲ្យបងឬក៏ប្អូនដែលគាត់ត្រៀមនឹងមានផ្ទៃពោះគាត់អាចកាត់បន្ថយពីបញ្ហានេះបានចាអាហ្នឹងបើនិយាយពីខ្ញុំហ្មងណាដំបូងឡើយពេលបាក់ទឹកចិត្តដោយសារយើងសម្ពាធដោយសារពេលដែលយើងចាញ់ហ្នឹងធម្មតាយើងអត់ស្រឡះមុខស្រឡះមាត់ទេគិតច្រើនអីចឹងណាបងហើយណាមួយកូនដំបូងយើងតែងតែមានអារម្មណ៍ភ័យចឹងណាខ្លាចចេះខ្លាចចោះអីចឹងទៅតែពេលដែលចាប់ដើមសម្រាកូនមកឃើញមុខកូនទៅយើងរៀងមានកម្លាំងចិត្តទោះបីថាគាត់បើនិយាយទៅមើលកូនង៉ែតគឺអត់ស្រួលទេពិបាកតែគ្រាន់ថាយើងតាំងចិត្តថាគេធ្វើបានយើងក៏ធ្វើបានអរគុណច្រើនហើយនៅសល់សំណួរមួយទៀតបងចង់ថាតើអូនថែសុខភាពបែបណាដើម្បីឲ្យរាងកាយរឹងមាំដូចថ្ងៃនេះអញ្ចឹងមានអារម្មណ៍ថាស្រស់ស្អាតហើយមានអារម្មណ៍ថា fresh អញ្ចឹងអូនអាចចែករំលែកបានទេថាតើយើងត្រូវថែសុខភាពបែបណាខ្លះក្នុងអំឡុងពេល9ខែ10ថ្ងៃនេះបើចំពោះខ្ញុំពីដំបូងឡើយនិយាយទៅបើកូនទី2ហ្នឹងក៏ដូចគ្នាដែរបងដំបូងឡើយពេលចាញ់ហ្នឹងធម្មតាយើងញ៉ាំអីក៏អត់កើតហើយអត់ស្រឡះមុខស្រឡះមាត់អារម្មណ៍យើងចេះតែរបៀបថាកាលណាដែលយើងចាញ់ហើយយើងអត់របៀបថាអត់ចេះឲ្យខ្លួនឯង happy ខ្លះអញ្ចឹងណាដើរលេងអញ្ចឹងពេលអញ្ចឹងវាធ្វើឲ្យអាចាញ់ហ្នឹងកាន់តែចាញ់ខ្លាំងអញ្ចឹងពេលណាដែលយើងប្រាប់គ្រួសារអញ្ចឹងទៅគាត់ដឹងអញ្ចឹងទៅពេលថ្ងៃគាត់សម្រាប់វិការងារគាត់នាំយើងដើរលេងខ្លះអញ្ចឹងស្រឡះមុខស្រឡះមាត់ហើយសំខាន់បំផុតយើងគិតពីសុខភាពការញ៉ាំអីអញ្ចឹងណាបងបាទអញ្ចឹងមកន័យថាសម្រាប់អូនផ្ទាល់សេកាគឺមានកម្លាំងចិត្តពីក្រុមគ្រួសារនិងស្វាមីតែហ្នឹងហើយអានឹងចំពោះខ្ញុំឯណាអញ្ចឹងមកន័យថាចែករំលែកទៅបងឬក៏បងប្អូនដែលគាត់មានគម្រោងនឹងយកបទនេះសូមឲ្យគាត់យកចិត្តទុកដាក់ចំពោះសុខភាពបានច្រើនហើយថែរក្សាផ្លូវចិត្តជាសំខាន់ចាពីព្រោះថាជំងឺបាក់ទឹកចិត្តវាអាចនឹងយាយីគ្រប់ពេលវេលាក្នុងពេលនេះឯងគឺវាប៉ះពាល់ច្រើនមែនតើអរគុណច្រើនសម្រាប់ការចែករំលែកបងចង់សួរសំណួរមួយទៀតតាក់ទងទៅនឹងបញ្ហាអាហារូបត្ថម្ភចាតើអូនគិតថាអាហារូបត្ថម្ភវាសំខាន់អត់សម្រាប់កូនចាបងសម្រាប់ខ្ញុំអាហារូបត្ថម្ភហ្នឹងគឺសំខាន់ទី1យើងជ្រើសរើសរបៀបថាដូចផ្លែឈើបន្លែសាច់អីល្អហើយនឹងទឹកដោះគោដែលល្អអញ្ចឹងណាបងទឹកដោះពពែអញ្ចឹងណាអាហ្នឹងវាមានសារៈសំខាន់ចំពោះខ្ញុំហើយធ្វើឲ្យយើងមានវាថារាងកាយយើងរឹងមាំអញ្ចឹងណាបងស្រស់ថ្លាបងចង់ឲ្យអូនចែករំលែកបន្តទៀតតើតើទៅនឹងការថែរក្សាកូនក្រោយសម្រាអូនធ្វើមិនខ្លះដើម្បីគាត់មានសុខភាពល្អព្រោះអូនមានបទពិសោធន៍រួចហើយចាពេលសម្រាប់កូនហើយហ្នឹងគឺខ្ញុំឲ្យគាត់បើទឹកដោះចាកូនដោយទឹកដោះកូនជាមួយអូនសម្រាប់ដោយធម្មជាតិឬវាកាត់ធម្មជាតិបងអញ្ចឹងមិនមានទឹកដោះលឿនណាស់ណាទីពិតទៅទឹកដោះគឺល្អបំផុតសម្រាប់ទារកដែលគាត់ទៅនឹងការពិសេសទឹកដោះដំបូងយ៉ាងហោចណាស់ក៏ត្រូវឲ្យគាត់បើឲ្យបាន2ឆ្នាំដែរក្រោម24ខែតែអូន
ប្រើវិធីសាស្ត្រអីទៀតក្រៅពីការបើកូនឲ្យទឹកដោះ នេះទឹកដោះពពែបងឲ្យគាត់ញ៉ាំទឹកដោះព អូ ពែ បន្តពីហ្នឹងប្រើទឹកដោះពពែដែរเนาะអូបាទ បើដោះរយៈពេល4ខែហើយបើទឹកដោះពពែ ពិសេសមែនតើ ចាបង អ្នកម្ដាយសម័យថ្មីគឺបានន័យថាយកចិត្តទុកដាក់បំផុតចំពោះអាហារូបត្ថម្ភ ចាចាបង អូនគិតថាយុគសម័យនេះក្រៅពីមើលថែកូនធ្វើរឿងខ្លះៗដើម្បីឲ្យក្រុមគ្រួសារសប្បាយចិត្តអូនគិតថាគ្រប់គ្រាន់នៅសម្រាប់អូន គ្រប់គ្រាន់ហើយបង គ្រប់គ្រាន់ហើយ ចា អញ្ចឹងបានន័យថាមានក្រុមគ្រួសារមួយដែលពេញលេញនិងសប្បាយចិត្តមែនតើ ចាចា គិតពិតទៅប្រធានបទយើងថ្ងៃនេះតើគិតយ៉ាងណាចំពោះបញ្ហាបាក់ទឹកចិត្តក្រោយសម្រាប់ប៉ុន្តែសម្រាប់អូនគឺចែករំលែកមកពិសេសតែម្ដង ចា កុំបាក់ទឹកចិត្តក្រោយសម្រាប់វិញ ចាចាបងនិយាយទៅរឹងមាំទាំងអស់គ្នា អូខេអរគុណច្រើនសម្រាប់ការចែករំលែកនៅក្នុងថ្ងៃនេះហើយពិសេសណាស់សម្រាប់ការចូលរួមអរគុណសម្រាប់អេពីសូត2របស់ Only 6 Podcast អរគុណច្រើនជំរាបលាអូន ចាជម្រាបលាបង